តើចិននឹងយល់ព្រមដែរឬទេប្រធានាធិបតី Donald Trump អំពាវនាវឲ្យចិននិងប្រទេសដទៃទៀតបញ្ជូននាវាចម្បាំងមកជួយបើកច្រកសមុទ្រហូម៉ូច្រកសមុទ្រហូម៉ូគឺជាចំណុចយុទ្ធសាស្ត្រដ៏សំខាន់មួយនៅក្នុងពិភពលោកព្រោះវាជាផ្លូវដឹកជញ្ជូនប្រេងដ៏ធំចេញពីតំបន់មជ្ឈិមបូព៌ាទៅកាន់ទីផ្សារអន្តរជាតិរួមទាំងប្រទេសចិនផងដែរប្រសិនបើលោកត្រាំចង់ឲ្យចិនជួយបើកច្រកសមុទ្រហូម៉ូនេះវាអាចមានមូលហេតុនិងសេណារីយ៉ូសំខាន់មួយចំនួនដូចជាផលប្រយោជន៍សេដ្ឋកិច្ចរួមគ្នាចិនគឺជាអ្នកនាំចូលប្រេងដ៏ធំបំផុតពីតំបន់ឈូសមុទ្រពេកប្រសិនបើសមុទ្រហូម៉ូត្រូវបានបិទដោយសារចំនួនឧទាហរណ៍រវាងអ៊ីរ៉ង់និងអ៊ីស្រាអែលឬអាមេរិកសេដ្ឋកិច្ចរបស់ចិននឹងរងគ្រោះធ្ងន់ធ្ងរដូច្នេះការដែលអាមេរិកចង់ឲ្យចិនចូលរួមរក្សាសន្តិសុខនៅទីនោះគឺជាការដាក់បន្ទុកឲ្យចិនជួយចេញថ្លៃចំណាយនិងកម្លាំងការពារផ្លូវសមុទ្រដែលខ្លួនឯងកំពុងប្រើប្រាស់លោកត្រាំធ្លាប់លើកឡើងកាលពីអាណត្តិមុនថាអាមេរិកមិនគួរចំណាយលុយរាប់ពាន់លានដុល្លារដើម្បីការពារផ្លូវសមុទ្រឲ្យប្រទេសដទៃដូចជាចិនជប៉ុនកូរ៉េខាងត្បូងដោយមិនបានផលតបស្នងនោះទេគាត់ចង់ឲ្យប្រទេសទាំងនោះបញ្ជូនកងទ័ពជើងទឹកទៅការពារកប៉ាល់ដឹកប្រេងរៀងៗខ្លួនជាងពឹងផ្អែកលើកងទ័ពជើងទឹករបស់អាមេរិកទាំងស្រុងចិនមានទំនាក់ទំនងសេដ្ឋកិច្ចនិងនយោបាយជិតស្និទ្ធជាមួយអ៊ីរ៉ង់អាមេរិកអាចមើលឃើញថាចិនមានទឹកមាត់ប្រៃក្នុងការនិយាយបញ្ចុះបញ្ចូលអ៊ីរ៉ង់កុំឲ្យបិទច្រកសមុទ្រហូម៉ូនៅពេលមានភាពតានតឹងផ្ទុះឡើងទោះបីចង់ឲ្យចិនជួយអាមេរិកមានការបារម្ភដែរប្រសិនបើចិនពង្រីកឥទ្ធិពលយោធានៅក្នុងតំបន់មជ្ឈិមបូព៌ាខ្លាំងពេកចំណែកនយោបាយនៅអ៊ីរ៉ង់តែងតែប្រើច្រកសមុទ្រហូម៉ូនេះជាសញ្ញាបៀដើម្បីទប់ទល់នឹងការដាក់ទណ្ឌកម្មពីអាមេរិកតើចិននឹងបញ្ជូននាវាមកជួយអាមេរិកដែរឬទេស្របពេលរបាយការណ៍បាននិយាយថាអ៊ីរ៉ង់បាននាំចេញប្រេងជាង1លានធុងក្នុងមួយថ្ងៃទៅកាន់ប្រទេសចិនក្នុងអំឡុងពេល9ថ្ងៃដំបូងនៃសង្គ្រាមដោយបានបង្ហាញថាទីក្រុងតេហេរ៉ង់នៅតែបន្តលក់ប្រេងឆៅទោះបីជាមានការរំខានក្នុងច្រកសមុទ្រហូម៉ូនិងមានចំនួនកំពុងបន្តយោងតាមការត្រួតពិនិត្យក្នុងទិន្នន័យដែលបានដកស្រង់ពីគ្រប់បណ្ដាញសារព័ត៌មានផ្សព្វផ្សាយអ្នកវិភាគដឹកជញ្ជូនបានប៉ាន់ស្មានផងដែរថាអ៊ីរ៉ង់បានលក់ប្រេង 11.7 លានធុងនិងបានដឹកឆ្លងកាត់ច្រកសមុទ្រហូម៉ូចាប់ពីចំនួនបានចាប់ផ្ដើមមកម្លេះដោយមានការដឹកជញ្ជូនច្រើនត្រូវបានគេជឿថាធ្វើដំណើរទៅប្រទេសចិនហើយចិនគឺជាអតិថិជនធំបំផុតរបស់អ៊ីរ៉ង់ចុះការដែលត្រាំចង់ឲ្យចិនជួយបើកច្រកសមុទ្រហូម៉ូនេះវាជារឿងទៅរួចដែរឬអត់បើចិនដឹកប្រេងយ៉ាងរំភើយនៅច្រកសមុទ្រហូម៉ូនេះស្របពេលដែលពិភពលោកកំពុងតែវឹកវរនិងប្រឈមមុខការឡើងថ្លៃប្រេងជាសកលប្រជាពលរដ្ឋបានសំណូមពរយ៉ាងដូចនេះថាប្រទេសជាតិកំពុងប្រឈមប្រេងឡើងថ្លៃជាសកលតើប៉ូលីសចរាចរណ៍អាចផ្អាកសកម្មភាពពីនៃពលរដ្ឋក្នុងកលៈទេសៈនេះសិនបានទេតើបងប្អូនយល់យ៉ាងណាអាចខមមិនក៏ដូចជាចែករំលែកវីដេអូនេះចង្ក្រានហ្គាសសុវត្ថិភាពមួយទឹកជប៉ុនគុណភាពល្អធន់មាំប្រើបានយូរសន្សំសំចៃហ្គាសជាងចង្ក្រានធម្មតាដល់ទៅ2ដងទំនាក់ទំនងកម្មលេខ Telegram នៅលើវីដេអូនេះតម្លៃចាប់ពី$55ឡើងទៅអាមេរិកបើកភ្លើងខៀវឲ្យរុស្ស៊ីអាចលក់ប្រេងបានទៅទូទាំងពិភពលោកស្របពេលដែលអ៊ីរ៉ង់បើកភ្លើងខៀវឲ្យគ្រប់កប៉ាល់ទាំងអស់អាចឆ្លងកាត់ច្រកសមុទ្រហូម៉ូបានតែត្រូវចាយលុយយន់របស់ចិនបើមិនដូច្នោះទេកប៉ាល់ទាំងអស់នឹងត្រូវបាញ់គំទេចចោលបន្ទាប់ពីអាមេរិកបានបើកភ្លើងខៀវឲ្យប្រទេសរុស្ស៊ីអាចលក់ប្រេងទៅប្រទេសទូទាំងពិភពលោកបានពេលនេះប្រធានាធិបតី Donald Trump បាននិយាយនៅថ្ងៃសុក្រទី13ខែមីនាឆ្នាំ2026នេះថាសហរដ្ឋអាមេរិកបានបំផ្លាញគោលដៅយោធានៅលើកោះខាតដែលជាមជ្ឈមណ្ឌលប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ហើយគម្រាមវាយប្រហាររចនាសម្ព័ន្ធប្រេងនៅទីនោះទៀតផងប្រសិនបើអ៊ីរ៉ង់នៅតែបន្តការវាយប្រហារដែលរារាំងដល់ចរាចរណ៍ដឹកជញ្ជូនតាមច្រកសមុទ្រហូម៉ូនេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កោះខាងបម្រើជាស្ថានីយ៍ប្រេងនាំចេញ 90% របស់អ៊ីរ៉ង់ក្នុងការបង្ហោះសារលើប្រព័ន្ធបណ្ដាញសង្គមរបស់លោកត្រាំបានសរសេរថាយោធាអាមេរិកបានបំផ្លាញចោលទាំងស្រុងនៅរាល់គោលដៅយោធាលើកោះខាតខណៈទុកឲ្យហេដ្ឋារចនាសម្ព័ន្ធប្រេងនៅដដែលលោកត្រាំក៏បានប្រមានដែរថាបើអ៊ីរ៉ង់ឬនរណាផ្សេងទៀតធ្វើអ្វីមួយដើម្បីជ្រៀតជ្រែកដល់ការធ្វើដំណើរដោយសេរីនិងសុវត្ថិភាពនៃនាវាឆ្លងកាត់ច្រកសមុទ្រហូម៉ូខ្ញុំនឹងពិចារណាឡើងវិញភ្លាមៗនៅការសម្រេចចិត្តនេះគូបញ្ជាក់ផងដែរថាតម្លៃប្រេងប្រែប្រួលលឿនទៅតាមមតិយោបល់របស់លោកត្រាំជុំវិញរយៈពេលនៃការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ស្របពេលដែលអ៊ីរ៉ង់កំពុងប្រើប្រាស់បញ្ហាថាមពលជាការដាក់សម្ពាធដោយបន្តវាយប្រហារនៅច្រកសមុទ្រហូម៉ូទោះបីជាលោកត្រាំធ្លាប់និយាយថាសង្គ្រាមនឹងមានរយៈពេលតែ2សប្តាហ៍ក៏ដោយប៉ុន្តែកាលពីថ្ងៃសុក្រលោកបានបដិសេធបង្ហាញជាសាធារណៈអំពីការបដិឆេទបញ្ចប់ចំនួននេះជាមួយគ្នាផងដែរអ្នកនាំពាក្យអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់
បាននិយាយថាប្រទេសនានានៅមជ្ឈិមបូព៌ាគួរតែទុកចិត្តលើអ៊ីរ៉ង់ជាសហរដ្ឋអាមេរិកទោះបីជាការវាយប្រហាររបស់អ៊ីរ៉ង់នៅតែបន្តគោលដៅរបស់រដ្ឋជិតខាងក៏ដោយលោកអាដូលហ្វាស៊ីសេកាឈីបានព្រមានរដ្ឋាភិបាលក្នុងតំបន់កុំឲ្យពឹងផ្អែកទៅលើសហរដ្ឋអាមេរិកពេកដោយបាននិយាយថាសហរដ្ឋអាមេរិកមិនអាចការពារកងកម្លាំងរបស់ខ្លួនឬផ្ដល់សន្តិសុខសម្រាប់ប្រទេសមូស្លីមបានឡើយលោកបានអំពាវនាវឲ្យរដ្ឋក្នុងតំបន់ជឿជាក់លើសាធារណរដ្ឋមូស្លីមនិងបានជំរុញឲ្យមានការសាមគ្គីភាពនៅទូទាំងពិភពមូស្លីមទាំងមូលដើម្បីងើបប្រឆាំងនឹងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលចង្ក្រានហ្គាសសុវត្ថិភាពមួយទឹកជប៉ុនគុណភាពល្អធន់មាំប្រើបានយូរសន្សំសំចៃហ្គាសជាងចង្ក្រានធម្មតាដល់ទៅ2ដងទំនាក់ទំនងកំងលេខ Telegram នៅលើវីដេអូនេះតម្លៃចាប់ពី$55ឡើងទៅអាវុធដ៏សន្ធឹកប្រើនៅក្នុងសង្គ្រាមអ៊ីរ៉ង់កងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ IRGC ត្រូវបានគេរាយការណ៍ថាបានបាញ់មីស៊ីលជាច្រើនគ្រាប់ជាផ្នែកមួយនៃប្រតិបត្តិការដោយវាយប្រហារគោលដៅផ្សេងៗនៅក្នុងប្រទេសអ៊ីស្រាអែលក៏ដូចជាមូលដ្ឋានទ័ពអាមេរិកនៅទូទាំងមជ្ឈិមបូព៌ាយោងតាមរបាយការណ៍ការវាយប្រហារនេះពាក់ព័ន្ធទៅនឹងប្រព័ន្ធមីស៊ីលអ៊ីរ៉ង់ជាច្រើនប្រភេទរួមទាំងមីស៊ីលផ្លោងរយៈចម្ងាយមធ្យមសាច់ជីល EMET GAT 110និងកូរ៉េសា4ជាមួយនឹងមីស៊ីលល្បឿនលឿនជាសំឡេង Fata លើសពីនេះអ៊ីរ៉ង់ត្រូវបានគេនិយាយថាបានដាក់ពង្រាយមីស៊ីលរយៈចម្ងាយខ្លីជាយុទ្ធសាស្ត្រមានដូចជា Fateh 313 Rad 500 និង Fateh 110ដែលពង្រីកវិសាលភាពនៃការវាយប្រហារនៅទូទាំងមុខព្រួយជាច្រើនការវាយប្រហារនេះមិនទាន់បានបញ្ឈប់ភ្លាមៗពីមន្ត្រីអ៊ីស្រាអែលឬសហរដ្ឋអាមេរិកតាក់ទងទៅនឹងទំហំនៃការវាយប្រហារដែលបានរាយការណ៍ឬកម្រិតនៃការខូចខាតនោះទេស្ថានភាពនៅតែមិនទាន់ច្បាស់លាស់ខណៈដែលប្រព័ន្ធការពារដែនអាកាសនៅទូទាំងតំបន់ត្រូវបានគេជឿថាកំពុងឆ្លើយតបយ៉ាងសកម្មចំពោះការគំរាមកំហែងដែលកំពុងមកដល់ស្របពេលជាមួយគ្នាក្នុងសង្គ្រាមរយៈពេល2សប្តាហ៍កន្លងមកនេះអាមេរិកបានបញ្ជាក់ថាអ៊ីរ៉ង់មានមីស៊ីលជាង 6,000 ដើមដ្រូនជាង 8,000 ដើមក្នុងនោះអ៊ីរ៉ង់បានបាញ់មីស៊ីលអស់ 1,000 ដើមហើយដ្រូនប្រើអស់ 1,500 ដើមពិសេសអ៊ីរ៉ង់បានកំទេចមូលដ្ឋានទ័ពសត្រូវអស់ចំនួន 11 កន្លែងនិងនាវា 6 គ្រឿងទៀតផងចង្ក្រានហ្គាសសុវត្ថិភាពមួយទឹកជប៉ុនគុណភាពល្អធន់មាំប្រើបានយូរសន្សំសំចៃហ្គាសជាងចង្ក្រានធម្មតាដល់ទៅ2ដងទំនាក់ទំនងកំងលេខ Telegram នៅលើវីដេអូនេះតម្លៃចាប់ពី$55ឡើងទៅតើមេដឹកនាំរបស់អ៊ីស្រាអែលត្រូវបានសម្លាប់ឬយ៉ាងណាមីស៊ីរបស់អ៊ីរ៉ង់បានបាញ់ចំផ្ទះនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនយ៉ាមីនណេតាន់យ៉ាហ៊ូហើយលោកត្រូវបានគេសង្ស័យថាត្រូវបានសម្លាប់បាត់ទៅហើយតាមសារព័ត៌មានគួរជាក់ផ្អើលមួយរបស់ Border News និងយោងតាមប្រភពជាច្រើនទៀតត្រូវបានរាយការណ៍ថានាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនយ៉ាមីនណេតាន់យ៉ាហ៊ូនិងមេដឹកនាំកម្ពុជាអ៊ីរ៉ង់ម្នាក់ទៀតគឺលោកមុតតាបាខាមេនីត្រូវបានគេសង្ស័យថាត្រូវបានសម្លាប់បាត់ទៅហើយលោកនេតាន់យ៉ាហ៊ូត្រូវបានគេឃើញសាធារណៈនៅថ្ងៃចុងក្រោយគឺនៅថ្ងៃទី3មីនាឆ្នាំ2026ខណៈដែលរបាយការណ៍បានបង្ហាញថាលោកខាមេនីបានស្លាប់ថ្មីនេះដោយប្រភពខ្លះដែលបានជិតស្និទ្ធនឹងថ្នាក់ដឹកនាំអ៊ីរ៉ង់បានអះអាងថាលោកបានទទួលមរណភាពរួចទៅហើយរហូតមកដល់ពេលនេះប្រធានាធិបតីរបស់អាមេរិកគឺលោកដូណាល់ត្រាំមិនទាន់បានធ្វើអត្ថាធិប្បាយជាសាធារណៈនៅឡើយនៅលើស្ថានភាពនេះចង្ក្រានហ្គាសសុវត្ថិភាពមួយទឹកជប៉ុនគុណភាពល្អធន់មាំប្រើបានយូរសន្សំសំចៃហ្គាសជាងចង្ក្រានធម្មតាដល់ទៅ2ដងទំនាក់ទំនងកំងលេខ Telegram នៅលើវីដេអូនេះតម្លៃចាប់ពី$55ឡើងទៅក្រោយពីបានចុះពិនិត្យនិងធ្វើរបាយការណ៍ជូនថ្នាក់លើពេលនេះលោកខ្ជូងនៅក្នុងខេត្តក្រចេះនៅតែដំណើរការធម្មតាបើតាមការបង្ហោះរបស់បងប្រុសតាន់គឹមសួរលោកខ្ជូងយៈជាច្រើននៅស្រុកសម្បូរខេត្តក្រចេះនៅតែអាចដំណើរការបានដូចដើមប៉ុន្មានខែមុនឃើញមន្ត្រីរដ្ឋបាលព្រៃឈើស្មានតែចុះមកអនុវត្តច្បាប់តាមពិតចុះមកឲ្យតែល្អមើលដើរទស្សនកិច្ចលោកខ្ជូងលេងហើយវិលត្រឡប់ទៅវិញហើយបងប្រុសតាន់គឹមសួរក៏បានបន្តទៀតថាខ្ញុំសូមសួរលោកសួនសុវណ្ណប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទតើលោកមានឆន្ទៈក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិដែរឬទេបើមានហេតុអ្វីមិនដែលឃើញលោកមានចំណាត់ការលើមន្ត្រីក្រមអាវ៉ាត់មួយចំនួនដែលអសកម្មមិនដែលបណ្ដោយឲ្យបាត់ល្មើសធនធានធម្មជាតិនៅតែអាចចរាចរតាមអំពើចិត្តបែបនេះជាពិសេសនៅខាងខេត្តក្រចេះកំពង់ធំនិងកំពង់ស្ពឺតែម្ដងតើបងប្អូនមានមតិយោបល់យ៉ាងណាអាចខមមិនក៏ដូចចែករំលែកវីដេអូនេះទីប្រឹក្សាដ៏ជិតស្និទ្ធជាមួយលោកត្រាំម្នាក់បានឲ្យយោបល់ទៅដូណាល់ត្រាំថាគួរតែស្វែងរកផ្លូវចេញពីចំនួននៅអ៊ីរ៉ង់ទីប្រឹក្សាជិតស្និទ្ធមួយរូបរបស់លោកប្រធានាធិបតីដូណាល់ត្រាំបានថ្លែងនៅសេតវិមាននិងបានអំពាវនាវឲ្យសហរដ្ឋអាមេរិកស្វែងរកផ្លូវចេញពីចំនួនជាមួយអ៊ីរ៉ង់ដែលនេះជាការលើកឡើងជាសាធារណៈលើកដំបូងនៃការមិនពេញចិត្តចំពោះសង្គ្រាមនៅអ៊ីរ៉ង់ពីមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលរបស់លោកដូណាល់ត្រាំនេះបើតាមការរាយការណ៍របស់សារព័ត៌មាន Financial Times នៅថ្ងៃទី14មីនាឆ្នាំ2026លោក David Sachs
ដែលជាអ្នកទទួលបន្ទុកផ្នែក AI និង Crypto របស់លោក Donald Trump បាននិយាយនៅក្នុងកម្មវិធី podcast មួយថានេះគឺជាពេលល្អក្នុងការប្រកាសជ័យជំនះហើយដកខ្លួនចេញនៅក្នុងសង្គ្រាមអ៊ីរ៉ង់លោកបានបន្ថែមថាការធ្វើបែបនេះជាក់ស្ដែងគឺជាអ្វីដែលទីផ្សារចង់បានការចូលមកបញ្ចេញមតិរបស់លោកសេកដែលជាអ្នកបណ្ដាក់ទុនវិនិយោគទុនរួម Venture Capital ឈានមកគេនិងជាអ្នកជំរុញគោលនយោបាយរបស់រដ្ឋបាលក្នុងវិស័យបញ្ញាសិប្បនិម្មិត AI ការលើកឡើងរបស់លោក David Sek នេះបានកើតឡើងបន្ទាប់ពីលោក Donald Trump បាននិយាយនៅខែនេះថាសហរដ្ឋអាមេរិកអាចបន្តប្រយុទ្ធជាមួយអ៊ីរ៉ង់ជារៀងរហូតចាំមើលថាតើអាមេរិកនឹងចាក់ចេញពីសង្គ្រាមអ៊ីរ៉ង់នេះដែរឬទេសម្ដីដ៏មានន័យរបស់លោកបណ្ឌិតសុកទូចប្រទេសមួយមានសន្តិភាពឬអសន្តិភាពគេមើលផ្ទះអ្នកធំបើរបស់ផ្ទះអ្នកធំកាន់តែខ្ពស់មានន័យថាប្រទេសនោះអសន្តិភាពឬអសន្តិសុខហើយតែបើប្រទេសនោះមានសន្តិភាពឬសន្តិសុខគឺគេមិនអួតរបស់ផ្ទះនោះទេគឺគេអួតដំណាំដែលដាំជុំវិញផ្ទះលោកបណ្ឌិតសុកទូចបានថ្លែងបែបនេះនៅក្នុងកិច្ចពិភាក្សាតុកមូលដែលពីស្ដាប់ធ្នាប់ពិភពលោកក្នុងបរិបទថ្មីនាព្រឹកថ្ងៃទី13ខែមីនាឆ្នាំ2026